ក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីតទទួលបានកៅអីក្នុងការប្រកួត FIFA World Cup 2026 ជាផ្លូវការហើយអារ៉ាប៊ីសាអូឌីតមានសិទ្ធិសម្រាប់ការប្រកួត World Cup ឆ្នាំក្រោយដូច្នេះសហព័ន្ធបានធ្វើរឿងមួយមិននឹកស្មានដល់ដើម្បីអបអរសមិទ្ធផលនេះសហព័ន្ធកីឡាបាល់ទាត់អារ៉ាប៊ីសាអូឌីតបានសម្រេចផ្ដល់រង្វាន់ដល់កីឡាករគ្រប់គ្នានោះគឺសមាជិកនីមួយៗនៃក្រុមជម្រើសជាតិនឹងទទួលបានប្រាក់រង្វាន់ 1.2 លានអឺរ៉ូក្នុងម្នាក់ដែលជារង្វាន់ដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងបាល់ទាត់ទ្វីបអាស៊ីគូបញ្ជាក់ថាក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះអារ៉ាប៊ីសាអូឌីតបានវិវត្តខ្លួនជាក្រុមដែលលេចធ្លោមួយនៅក្នុងកីឡាបាល់ទាត់អាស៊ីជាមួយនឹងលទ្ធផលនេះអារ៉ាប៊ីសាអូឌីតបានក្លាយជាក្រុមមួយក្នុងចំណោមក្រុមអាស៊ីទាំង8ដែលនឹងត្រូវទៅលេង World Cup ឆ្នាំ2026ក្រៅពីក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីតក្នុងនោះមានអូបេគីស្ថានជប៉ុនកូរ៉េខាងត្បូងអូស្ត្រាលីហ្សុកដានីអ៊ីរ៉ង់និងកាតាក៏បានកក់សម្បុត្រចូលរួមការប្រកួតនៅសហរដ្ឋអាមេរិកមិចស៊ិកនិងកាណាដាផងដែរទន្ទឹមនឹងនេះក្រុមជម្រើសជាតិអេមីរ៉េតអារ៉ាប់រួមនិងអ៊ីរ៉ាក់នឹងត្រូវប្រកួតប្រជែងក្នុងវគ្គ Play-off ដែលពួកគេនឹងមានឱកាសចុងក្រោយមួយក្នុងការទទួលបានកៅអីមួយទៀតទៅ World Cup 2026 ឆ្នាំក្រោយសូមជួយ follow page និង join channel Telegram ក្នុង comment ខាងក្រោមដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗនិងមានឱកាសឈ្នះរង្វាន់អាវជារៀងរាល់សប្តាហ៍